សួរប្រិយមិត្តទស្សនិកជនជាទីមេត្រីបាទនេះគឺជាថ្ងៃទី13ខែធ្នូឆ្នាំ2025ស្ថានភាពព្រំដែននៅក្រុងប៉ោយប៉ែតហ្នឹងគឺយើងឃើញថាមានសភាពស្ងប់ស្ងាត់ជាធម្មតាទេបាទគឺប្រជាពលរដ្ឋគាត់បានវិលត្រឡប់មកវិញខ្លះហើយតែគាត់បានភៀសសឹកទៅខេត្តឆ្ងាយទៅកាន់ទីទួលសុវត្ថិភាពប្រហែលជា3-4ថ្ងៃអ្នកខ្លះទៅក៏ទៅហើយគាត់ពិបាកនឹងរស់នៅហើយគាត់នឹករលឹកផ្ទះសម្បែងគាត់ក៏ត្រឡប់មកវិញហើយស្ថានភាពតំបន់ព្រៃច័ន្ទជោគជ័យអូបីជាន់ដែលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានវាយប្រហារមកលើប្រទេសយើងហ្នឹងឥឡូវហ្នឹងឃើញថាមានសភាពស្ងប់ស្ងាត់បាទកាលពីយប់មិញហ្នឹងគឺឮខ្លះដែរម៉ោង10 11 12ហ្នឹងគឺសំឡេងក្របផ្ទុះជាបន្តបន្ទាប់គឺយើងស្ដាប់ទៅហាក់ឮល្វើយហើយរហូតមកដល់ព្រឹកនេះគឺវេលាម៉ោង7ដល់ម៉ោង8នេះគឺសំឡេងក្របមិនសូវមានឮទេបាទឮមួយតែជាក្របធ្ងន់លុះត្រាតែយើងនៅទីវាលទីស្រឡះអត់បាំងអាគារបាំងអីចឹងទៅយើងអាចស្ដាប់បានថាមានសំឡេងផ្ទុះតែសម្រាប់បងប្អូននៅក្រុងប៉ោយប៉ែតដែលនៅទីប្រជុំជននោះដូចជាស្ដាប់មិនឮទេអញ្ចឹងយើងសរុបស្ថានភាពនៅក្នុងថ្ងៃនេះគឺมันស្ងប់ស្ងាត់បាទអត់សូវឮក្របផ្ទុះទេតែយើងក៏មិនអាចដឹងថាផ្ទុះកន្លែងណាខ្លះដែរហាក់ជានៅឆ្ងាយដូចជាតាមាន់តាកបីអូស្មាច់អីចឹងទៅតាថាវអីមុំបីអីឬក៏ផ្ទុះនៅឯពោធិ៍សាត់ស្ពានមេទឹកអីដែលឮដំណឹងព័ត៌មានមកថាត្រូវទាហានសៀមប្រើយន្តហោះចម្បាំង S16 កំទេចស្ពានមេទឹកហើយអញ្ចឹងយើងសរុបសេចក្តីនៅក្រុងប៉ោយប៉ែតគឺមានសភាពស្ងប់ស្ងាត់ធម្មតាហើយដែលឡែកជនបរទេសគឺគាត់នៅទាំងអស់បាទមានជនជាតិចិនជនជាតិឥណ្ឌាជនជាតិឥណ្ឌូនេស៊ីជនជាតិថៃហ្នឹងគឺនៅប្រហែលជា2-3 ម៉ឺននាក់បាទនៅក្រុងប៉ោយប៉ែតគឺមានជនជាតិច្រើនអាគារហ្នឹងក៏ច្រើនដែរបាទអញ្ចឹងសរុបមកប្រហែលថ្ងៃនេះគឺអត់មានបញ្ហាទេហើយពលរដ្ឋគាត់បានវិលត្រឡប់មកវិញច្រើនយប់មិញថ្ងៃទី12យប់មិញហ្នឹងគឺក្នុងរយៈពេលយប់ហ្នឹងគឺឃើញថាបងប្អូនដែលគាត់ធ្វើដំណើរមកគឺបន្តកន្ទុយគ្នាបាទគឺចាក់ចេញអត់សូវមានទេមានចូលវិញបាទហើយសួរទៅគាត់ហ្នឹងគាត់ថាអ្នកខ្លះទៅដល់បន្ទាយមានជ័យសៀមរាបបាត់ដំបងភ្នំពេញជាដើមអញ្ចឹងទៅអ្នកខ្លះទៅគាត់អត់មានកន្លែងទៅអត់មានកោដៅអញ្ចឹងគាត់ទៅដល់ត្រឹមចំការតាដោកស្រុកមង្គលបុរីឬក៏អ្នកខ្លះគាត់ទៅនៅសំងំនៅឯខេត្តបន្ទាយមានជ័យអញ្ចឹងទៅដល់ពេលរស់នៅទៅដូចជាពិបាកមកដូចផ្ទះខ្លួនឯងអញ្ចឹងទៅមនុស្សច្រើនកន្លែងបត់ដៃបត់ជើងអនាម័យអីចឹងវាពិបាកហើយនឹងខ្វះស្បៀងខ្វះអាហារហើយគាត់ក៏បានវិលត្រឡប់មកវិញដោយសារវាខ្លាចចោរកម្មអីចឹងណាបាត់បង់ទ្រព្យសម្បត្តិផ្ទះគាត់ឥឡូវនេះសូមអរគុណសូមជម្រាបលាបើមានបញ្ហាព័ត៌មានថ្មីខ្ញុំនឹងអាប់ដេតបន្តទៀតអរគុណ